ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកធ្វើការឆ្លើយតបខមមិនជាមួយនឹងបងប្រុសអំពីការផុសវីដេអូសត្វខ្វាយកាលពីព្រឹកមិញតែមុននឹងឆ្លើយតបខមមិនក៏អរគុណគាត់ដែលគាត់បានចាប់អារម្មណ៍ខ្លាចថាមានការខុសឈ្មោះនៅពេលដែលខ្ញុំផុសជូនបងប្អូនទាំងអស់គ្នាទស្សនាខមមិនទី1បងប្រុសថាបើមិនស្គាល់សត្វច្បាស់ទេកុំចេះតែនិយាយសត្វនេះគេហៅថាសត្វកក្រក់ទេតែតាមពិតទៅគាត់ចង់សំដៅទៅលើសត្វកក្រក់ខមមិនរបស់បងប្រុសទី2គឺកក្រក់តើរាល់ឈ្មោះសត្វស្លាបដែលខ្ញុំយកមកផ្សព្វផ្សាយជូនបងប្អូនទស្សនាគឺខ្ញុំយោងតាមសៀវភៅសត្វស្លាបនៅកម្ពុជាដែលបោះពុម្ពលើកទី1នៅក្នុងឆ្នាំ2000និងលើកទី2នៅឆ្នាំ2003និងលើកទី3នៅក្នុងឆ្នាំ2021យើងនេះបើនិយាយអំពីសត្វកក្រក់វិញគឺកក្រក់មានច្រើនប្រភេទណាស់ចំណែកនេះវិញគឺជាសត្វកក្រក់ក្បាលត្នោតខ្ចីរូបរាងរបស់វាគឺស្រដៀងទៅនឹងសត្វខ្វែកផងដែរទើបធ្វើឲ្យបងប្អូនមានការយល់ច្រឡំចំណែកនេះវិញគឺជាសត្វខ្វែកជាទូទៅវាមានកម្ពស់ប្រមាណជា58ទៅ65សង់ទីម៉ែត្រពេលពេញវ័យចំពុះក្បាលនិងខ្នងពណ៌ខ្មៅភ្នែកក្រហមកនិងទ្រូងពណ៌សស្លាបប្រផេះចាស់ពេលមិនទាន់ពេញវ័យខ្លួនទាំងមូលពណ៌ត្នោតលាយអុចពណ៌សទីជំរកព្រៃលិចទឹកវាលភក់រុក្ខជាតិវាលស្រែនិងព្រៃកោងកាងជីវសាស្ត្ររកស៊ីនៅពេលយប់និងរស់នៅកន្លែងកំពតព្រៃស៊ប់ទ្រុបពេលថ្ងៃរបាយមានវត្តមានពេញមួយឆ្នាំជាប្រភេទរងគ្រោះតិចតួចរដូវបន្តពូជចាប់ពីខែមិនិនាដល់ខែមករាពងចំនួន3ទៅ5គ្រាប់ចំណែកខមមិនទី3បងប្រុសគាត់ខមមិនថាឲ្យរៀនអស់តែលុយមែនតាមពិតទៅខ្ញុំមិនមែនជាអ្នកជំនាញសត្វស្លាបនោះទេខ្ញុំគ្រាន់តែជាអ្នកសិក្សាអំពីសត្វស្លាបនិងថតសត្វស្លាបផ្សព្វផ្សាយតែប៉ុណ្ណោះបើសិនជាសត្វស្លាបដែលខ្ញុំមិនស្គាល់គឺខ្ញុំនឹងមិនផុសផ្សព្វផ្សាយនោះទេជៀសវាងដល់ពុកម៉ែបងប្អូនដែលគាត់ចង់សិក្សានិងស្គាល់អំពីសត្វស្លាបគាត់មានការយល់ច្រឡំភាគច្រើនឈ្មោះសត្វស្លាបគឺខ្ញុំប្រើតាមសៀវភៅដែលមានឯកសារយោងហើយឈ្មោះសត្វស្លាបគឺមានច្រើនភាគច្រើនគឺពុកម៉ែបងប្អូនគាត់ធ្លាប់ស្គាល់ឈ្មោះតាមតំបន់ខ្ញុំពិតជាសប្បាយចិត្តនិងរីករាយទទួលយកនៅការរិះគន់ដើម្បីស្ថាបនាហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាដែលបានចូលខមមិនវែកញែកខ្លាចមានការខុសឈ្មោះសត្វស្លាបសូមអរគុណសម្រាប់ការតាមដានទស្សនា